ថ្ងៃនេះថតវីដេអូបាទផ្លាស់ប្ដូរបរិយាកាសបន្តិចបងប្អូនបាទថតនៅខាងក្រៅបាទជាមួយនឹងទេសភាពអញ្ចឹងណាប្រធានបទនៃវីដេអូរបស់ខ្ញុំថ្ងៃនេះនិយាយតាក់ទងសម្រាប់បងប្អូនដែលចង់រលួយតាម YouTube បងប្អូនដែលអត់ចេះភាសាអង់គ្លេសតើអាចរលួយបានដែរឬអត់តាមពិតទៅសម្រាប់បងប្អូនដែលមិនចេះភាសាអង់គ្លេសណាក៏អាចរកចំណូលតាម YouTube បានដែរអញ្ចឹងយើងមានកម្មវិធីជំនួយជាច្រើនដែលសម្រាប់ឲ្យបងប្អូនក្នុងការប្រើប្រាស់ដោយសារតែក្នុងការធ្វើយើងមានបាទអឺកម្មវិធីជំនួយជាច្រើនឧទាហរណ៍ថាបងប្អូនចង់ធ្វើ YouTube អត់ចេះភាសាអង់គ្លេសឆ្ងល់ទៅលើបាទភាសាអង់គ្លេសមួយហ្នឹងឬក៏កម្មវិធីណាមួយបងប្អូនចង់ធ្វើការបកប្រែយើងមានកម្មវិធីបាទ Google Translate ជំនួយអញ្ចឹងទៅអញ្ចឹងណាយើងអាចបកប្រែជាភាសាខ្មែរមកអង់គ្លេសពីអង់គ្លេសទៅខ្មែរអញ្ចឹងណាបាទអញ្ចឹងងាយៗបងប្អូនណាហើយយើងមានកម្មវិធីជាច្រើនដែលសម្រួលទៅលើការងារបងប្អូនចំពោះការធ្វើ YouTube អញ្ចឹងបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនបាទមានកម្មវិធីកាត់ត CapCut ក៏បានកម្មវិធីណាមួយដែលបងប្អូនចេះណាអាចប្រើប្រាស់បានហើយអ្វីដែលសំខាន់ទី2បងប្អូនមានកម្មវិធីនេះបាទ Pixlab នេះក្នុងការកាត់រូបភាពធ្វើ thumbnail បាទ PixArt ជាកម្មវិធីដែល free ទេយើងអាចក្នុងការធ្វើ YouTube បានណាបងប្អូនណាហ្នឹងហើយចឹងអ្វីដែលសំខាន់បងប្អូនទាំងគ្នាត្រូវតែព្យាយាមសិក្សារៀនសូត្រជាពិសេសគឺគោលការណ៍និងលក្ខខណ្ឌរបស់ YouTube ចឹងបងប្អូនទាំងគ្នាណាហ្នឹងហើយអញ្ចឹងដូចខ្ញុំនិយាយខាងដើមអញ្ចឹងសម្រាប់បងប្អូនអត់ចេះភាសាអង់គ្លេសក៏អាចចេញមកធ្វើបាទ YouTube អាចរកចំណូលពី YouTube បានដែរឬយើងប្រើប្រាស់នៅកម្មវិធីបាទ free ជាច្រើនដែលមាននៅក្នុងបាទ Play Store និង App Store អញ្ចឹងណាហ្នឹងហើយអញ្ចឹងដូចខ្ញុំនិយាយខាងដើមអញ្ចឹងសម្រាប់បងប្អូនអត់ចេះភាសាអង់គ្លេសអាចប្រើ Google Translate ជំនួយបានណាហ្នឹងហើយហើយនៅមានកម្មវិធីបាទ website ផ្សេងជាច្រើនទៀតដែលបងប្អូនអាចប្រើប្រាស់ក្នុងការបង្កើតជាវីដេអូបង្កើតជារូបភាព AI បាទវីដេអូ AI បាទប្លែកដែលជាទូទៅខ្ញុំបានធ្វើការបាទបង្កើតជាវីដេអូបង្ហាញបងប្អូនណាពីរបៀបនៃការបង្កើតវីដេអូ AI រូបភាព AI អីណាបងប្អូនអាចចូលទៅមើលក្នុង Channel YouTube របស់ខ្ញុំបានណាហ្នឹងហើយអញ្ចឹងបងប្អូនអាចធ្វើការបង្កើតជាវីដេអូទៅគ្រប់គោលការណ៍គ្រប់លក្ខខណ្ឌគឺបងប្អូនអាចស្នើក្នុងការរលួយបានសំខាន់បងប្អូនថតប្រភេទវីដេអូ original មានថាថតបាទអំពីអ្វីក៏បានឲ្យតែបងប្អូនចង់ថតណាឥឡូវខ្ញុំបង្ហាញត្រួសទៅនឹងការថតណាបងប្អូនណាចេញខ្ញុំសូមបង្ហាញត្រួសទៅនឹងការធ្វើវីដេអូអញ្ចឹងណាចឹងបងប្អូនអាចឲ្យក្មេងៗដើរនេះចាប់ត្រីចាប់ខ្យងចាប់ក្តាមតាមវាលស្រែអីចឹងក៏បានដែរណាវីដេអូប្រភេទហ្នឹងហើយយើងអាចថតបានណាឬក៏វីដេអូបែបគ្រួសាររបស់បងប្អូនបាទធ្វើម្ហូបអីចឹងណាបាទក៏អាចថតបានដែរហ្នឹងហើយបែបចម្អិនម្ហូបអាហារនៅផ្ទះអញ្ចឹងបាទសាមញ្ញឬក៏វីដេអូបាទដើរផ្សារដែរអញ្ចឹងយើងថតទៅបងប្អូនណាការប្រកបបែបហ្នឹងគឺងាយទេបងប្អូនអាចថតបានណាហ្នឹងហើយឬក៏ប្រភេទវីដេអូដែលបងប្អូនអាចថតបានទៀតគឺបាទវីដេអូដំណើរកំសាន្តផ្សេងអញ្ចឹងណាយើងជិះម៉ូតូបាទដើរលេងឬក៏លក្ខណៈបោះតង់អីហ្នឹងគឺយើងបាទអាចធ្វើការថតបានបាទវីដេអូ camping គឺយើងអាចថតទៅបាទវីដេអូប្រភេទហ្នឹងគឺមានviewច្រើនបងប្អូនណាវីដេអូបែប camping ណាបោះតង់បាទរកត្រីរកអីចឹងណាបាទនេះគឺជាគំនិតខ្លះៗពីខ្ញុំទេសម្រាប់បងប្អូនដែលចង់សាងប្រាក់ចំណូលជាមួយនឹង YouTube បងប្អូនណាហ្នឹងហើយអូខេបងប្អូនអញ្ចឹងសរុបមកវិញបើសិនបើបងប្អូនចង់រលួយជាមួយនឹង YouTube បាទបងប្អូនត្រូវតែបាទចេះផលិតវីដេអូ original ណាដូចខ្ញុំបង្ហាញជាគំនិតបាទនៅក្នុងវីដេអូអញ្ចឹងថតអំពីអ្វីក៏បានដែរទៅតាមចំណុចចំណីរបស់បងប្អូនណាហ្នឹងហើយបងប្អូនជាជាងកាត់សក់គឺអាចថតអំពីតកម្មវិធីកាត់សក់ឲ្យភ្ញៀវយើងទៅបាទយើងថតបង្ហោះនៅលើវីដេអូបានហើយឬក៏បងប្អូនជាជាងបាទធ្វើម៉ូតូបាទជាងបាទជួសជុលកង់ម៉ូតូឬក៏ប៉ះកង់ប៉ះម៉ូតូក៏អាចថតជាវីដេអូបង្ហាញបាទបានដែរណាឲ្យតែបងប្អូនថតជាវីដេអូ original បាទក្នុងការរកចំណូលក្នុង YouTube ឬក៏ស្នើជាមួយនឹង YouTube គឺអាចបាទ approve 100%ហើយគឺអត់ចប់ review content ទេបាទឲ្យតែបងប្អូនថតដោយខ្លួនឯងកុំតែលួចវីដេអូគេយកមកកាត់តផុសអាហ្នឹងទៅបាទឱកាសក្នុងការរកចំណូលឬក៏ផុសរកចំណូលគឺអាចជួបបញ្ហាគឺអាចនឹងស្នើអត់ជាប់អញ្ចឹងណាអត់ approve អញ្ចឹងបងប្អូនណាអញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តសម្រាប់បងប្អូនបាទក្នុងការធ្វើ YouTube បាទហើយវាមានកម្មវិធីជាច្រើននិង website ជាច្រើន free សម្រាប់បងប្អូន
អាចធ្វើ YouTube បានហ្នឹងហើយហ្នឹងហើយបងប្អូនទាំងគ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំចែករំលែកតែប៉ុណ្្នឹងទេបាទសម្រាប់ទៅកាន់បងប្អូនដែលថ្មីដែលចង់រកលុយជាមួយនឹង YouTube ណាហ្នឹងហើយអរគុណជម្រាបលា